បងប្អូនយើងមកគិតទៅបាតាលីស្កាដូចជាមិនសូវជាអ៊ូតសោះគាត់បានលើកឡើងថាគឺលីកអារ៉ាប៊ីសាឌីតគឺមិនដែលបាននៅក្រោមបាលីកអាមេរិកទេបងប្អូនយើងហើយក៏ថែមទាំងលើកឡើងថាកាលមុននឹងគឺ Inter Miami របស់ Messi ក៏ធ្លាប់ទៅលេងជាមួយនឹង Al Nassr ដែរបងប្អូនយើងហើយក៏បរាជ័យបាក្រោមទ្វេជើង Al Nassr 6-0បាទអញ្ចឹងហើយក៏មិនបាច់ប្រៀបធៀបទេបើថាលីកល្អជាងមកគាត់តែមើលទៅដឹងហើយបាទហើយក៏ថាទេនិយាយថាកីឡាករនៅលីកអាមេរិកមួយចំនួនគឺបន្ទាប់ពីបញ្ចប់បាការលេងហើយគឺបាទចែកផ្លូវគ្នាទៅរៀនបាទនៅឯសាកលវិទ្យាល័យជាបន្តទៀតបាទអញ្ចឹងគាត់បង្ហាញថាមិនបាច់ចាំប្រៀបធៀបទេបាទគ្រាន់តែមើលកីឡាករបន្ទាប់ពីចប់ការលេងហើយគឺទៅរៀនតក៏ដឹងហើយថាលីកណាអាជីពលីកណាមិនអាជីពបងប្អូនយើងបាទអញ្ចឹងបងប្អូនយើងមកយល់យ៉ាងណាដែរបាទសម្រាប់ការលើកឡើងរបស់កីឡាករបាតាលីស្កាប៉ុន្តែពេលនេះគឺបាតាលីស្កាបាទគឺចាក់ចេញពីបាទអារ៉ាប់បងប្អូនយើងមកគឺទៅលេងជាមួយនឹងក្រុមអាហ្វុនអាបាច់បាទនៅឯបាទូគីប៉ុន្តែអាចចេញមកឆ្លៀតបាទផ្លោមមួយទៀតសម្រាប់បាតាលីស្កាបាទដល់កតែម្ដង